គេចូលឆ្នាំចិនគេសប្បាយចំណែកខ្ញុំសុំពេលទៅឈៀលនៅមិត្តសមុទ្រឯងហើយបងប្អូនវាមើលថ្ងៃលិចទោះយើងអត់មានគ្នាដើរលេងអីជុំគ្នាក៏យ៉ាយើងសប្បាយបែបយើងទោះអត់មានលុយមែនប៉ុន្តែយើងអាចធ្វើខ្លួនឲ្យសប្បាយបានគ្មានអ្នកណាដឹងថាយើងអត់លុយបើគេមិនបានសួរយើងមែនអត់បងប្អូនហើយក៏គោរពនឹងជ្រាបសួរស្ដីទៅកាន់បងប្អូនអរគ្នាថ្ងៃនេះខ្ញុំអារម្មណ៍បងប្អូនមកទស្សនានៅឆ្នេរសមុទ្រនៅឆ្នេរអូឈើទាយើងហ្នឹងសង្ឃឹមបងប្អូននឹងចូលចិត្តថ្ងៃនេះអាកាសធាតុអំណោយផលមែនទែនមកអង្គុយមើលថ្ងៃលិចនៅឆ្នេរខ្សាច់ទាំងអស់គ្នាចឹងហើយបងប្អូនអ្នកណាដែលអត់មានគោហើយនៅធ្វើការឆ្ងាយស្រុកដូចខ្ញុំអាចរកពេលវេលាឈៀលអង្គុយមើលថ្ងៃលិចអីតែឯងអីមកមានគ្នាក៏បានដែរអត់ចិត្តយើងថាចង់សប្បាយនឹងហើយបងប្អូនព្រះទឹកថ្ងៃនេះល្អមែនទេដូចគេថាថ្ងៃរៀបអស្ដង់គុណតែជីវិតយើងมันខុសពីទឹករលកដែលបក់នេះទេគេថាមានឡើងមានចុះហើយជីវិតយើងវែងឆ្ងាយមែនទេយើងអាចវះវែងបានទេហើយគោលដៅរបស់យើងម្នាក់គឺការតស៊ូអីខុសគ្នាទាំងអស់បងប្អូនអើយនឹងចឹងបន្តថាបងប្អូនហើយនេះជាអាកាសធាតុដែលពីថ្ងៃត្រង់បងប្អូនដែលខ្ញុំអត់បានថតថ្ងៃលិចអាកាសធាតុល្អមែនទែនថ្ងៃនេះគេចូលឆ្នាំចិនគេខ្សែចិនអីគេសែនយើងអត់មានខ្សែចិនទេសុំពេលទៅអង្គុយមិត្តសមុទ្រតែឯងពេលខ្លះយើងធ្វើការចង់បានលុយមែនប៉ុន្តែបើអារម្មណ៍យើងធ្វើការស្មុគស្មាញវាមិនមកពីបញ្ហាការងារទេគាត់ថាយើងចង់មានពេលលំហែខួរក្បាលឲ្យវាស្រស់ស្រាយខ្លះកុំឲ្យកើតទុកពេកអញ្ចឹងហើយបងប្អូនវីដេអូខ្ញុំបាទមានតែប៉ុណ្ណេះទេសង្ឃឹមថាបងប្អូនចូលចិត្តគ្រប់ស្រឡាញ់ខ្ញុំបាទទាំងអស់គ្នាសូមអរគុណនិងសូមគោរពលាបាយបាយ